ការឈ្នះនរណាម្នាក់ដោយប្រើចិត្តត្រជាក់មិនមែនសំដៅលើការប្រើកម្លាំងបាយឬការជេរប្រមាថតបតវិញនោះទេប៉ុន្តែវាគឺជាការឈ្នះដោយប្រើបញ្ញាវិន័យនិងការគ្រប់គ្រងអារម្មណ៍នៅពេលដែលអ្នកត្រជាក់ខណៈដែលអ្នកដទៃកំពុងក្តៅអ្នកគឺជាអ្នកគ្រប់គ្រងស្ថានភាពខាងក្រោមនេះគឺជាយុទ្ធសាស្ត្រដើម្បីឈ្នះដោយចិត្តត្រជាក់ 1. ភាពស្ងប់ស្ងាត់គឺជាអាវុធ Silence is a powerful weapon នៅពេលមានគេមកបង្ករឿងឬនិយាយមិនល្អដាក់អ្នកការរក្សាភាពស្ងប់ស្ងាត់និងការញញឹមតិចៗគឺជាការតបតដែលខ្លាំងបំផុតវានឹងធ្វើឲ្យម្ខាងទៀតមានអារម្មណ៍ថាគេមិនអាចធ្វើអ្វីអ្នកបានទេហើយគេនឹងចាប់ផ្ដើមបាត់បង់ម្ចាស់ការលើខ្លួនឯងចងចាំថាអ្នកណាខឹងមុនអ្នកនោះចាញ់ 2. កុំផ្ដោតតម្លៃឲ្យពាក្យសម្ដីអវិជ្ជមាន Don't react just observe ចូលរៀនធ្វើជាអ្នកសង្កេតការណ៍ជាអ្នកតបតប្រសិនបើគេនិយាយអាក្រក់ពីអ្នកហើយអ្នកខឹងបញ្ជាក់ថាពាក្យសម្ដីគេមានឥទ្ធិពលលើអ្នកប៉ុន្តែបើអ្នកធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនោះពាក្យសម្ដីទាំងនោះនឹងរត់ទៅរកម្ចាស់ដើមវិញ 3. ឈ្នះដោយលទ្ធផលនិងការអភិវឌ្ឍខ្លួន Win through success វិធីសងសឹកដែលល្អបំផុតគឺការធ្វើឲ្យខ្លួនឯងកាន់តែជោគជ័យនិងមានជីវិតកាន់តែល្អបើគេមើលងាយថាអ្នកមិនកម្រើកចូលប្រើពេលវេលានោះទៅហាត់ប្រាណឲ្យរៀងស្អាតរៀនសូត្រឲ្យពូកែនិងធ្វើការឲ្យខ្លាំងនៅពេលដែលអ្នកផ្លាស់ប្ដូររូបរាងកាយឲ្យមាំមួននិងមានចំណេះដឹងខ្ពស់លទ្ធផលទាំងនេះនឹងទះកំភ្លៀងគេដោយមិនបាច់ប្រើដៃ 5. មានវិន័យដែកនិងការតាំងចិត្តខ្ពស់មនុស្សដែលគេខ្លាចនិងគោរពបំផាត់គឺមនុស្សដែលមានវិន័យដែកការដែលអ្នកអាចក្រោកពីគេងទៅហាត់ប្រាណជារៀងរាល់ថ្ងៃញ៉ាំអាហារដែលមានសុខភាពល្អដូចជាស៊ុតផ្អុងនិងបន្លែនិងរក្សាគោលដៅបានច្បាស់លាស់វានឹងបង្កើតនូវអំណាចម្យ៉ាងដែលធ្វើឲ្យអ្នកដទៃមិនហ៊ានមើលងាយអ្នក 6. កុំតបតដោយសម្ដីតែតបតដោយសកម្មភាព Action over words កុំចំណាយពេលបកស្រាយឬឈ្លោះប្រកែកដើម្បីយកឈ្នះតាមរយៈសម្ដីចូលធ្វើឲ្យគេឃើញតាមរយៈទង្វើមនុស្សដែលនិយាយតិចតែធ្វើច្រើនតែងតែមានអំណាចជាងមនុស្សដែលនិយាយច្រើនតែមិនមានលទ្ធផលផាន់ទីរៀនរស់នៅដោយឯករាជ្យ Emotional Independence នៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯងរឹងមាំដោយខ្លួនឯងនិងមិនខ្វល់ខ្វាយពីការរិះគន់ឥតប្រយោជន៍អ្នកគឺជាអ្នកឈ្នះនៅក្នុងហ្គេមជីវិតនេះហើយទស្សនៈដាស់តឿនតើមិនដែលងាកក្រោយពេលឆ្កាត់ឲ្យព្រុសនោះទេចូលរក្សាភាពថ្លៃថ្នូររបស់អ្នករក្សាចិត្តឲ្យត្រជាក់ហើយប្រើពេលវេលាដែលសល់ទៅកសាងខ្លួនឯងឲ្យក្លាយទៅជាមនុស្សដែលល្អបំផុត